3.2 លំហអភិវឌ្ឍសេដ្ឋកិច្ចដំណើរការអភិវឌ្ឍសេដ្ឋកិច្ចបានផ្ដល់ផលប្រយោជន៍ជាបឋមដល់តំបន់នានានៃមេត្រូប៉ូលពិសេសធានីធំៗរបស់ជាតិឧទាហរណ៍រដ្ឋធានីប៉ារីសនិងរាជធានីឡុងទីក្រុងទាំងឡាយរបស់ EU បានទាញយកផលកម្រៃពីសមិទ្ធផលណាមួយដូចជាទីក្រុង Frankfurt ដែលទទួលផលចំណេញពីការតាំងទីនៃធនាគារកណ្ដាលអឺរ៉ុបយ៉ាងដូចនេះដែររីឯទីក្រុង Brussels វិញក៏បានប្រយោជន៍ពីវត្តមាននៃគណៈកម្មាធិការអឺរ៉ុបនិងពីស្ថាប័នរដ្ឋបាលជាច្រើនរបស់សហភាពតំបន់ដែលស្ថិតនៅតាមបណ្ដោយព្រំដែនអាចជួយបង្កើនថាមពលសេដ្ឋកិច្ចព្រំដែនសមាហរណកម្មទាំងឡាយដូចជានៅក្នុងតំបន់ទន្លេរ៉ាំងនិងតំបន់ភ្នំអាល់បង្កើតបានជាទីពិសោធន៍ផ្នែកអន្តរទំនាក់ទំនងបែបពហុស្ថានរួមមានបណ្ដូលវិនិយោគការងារឆ្លងកាត់ព្រំដែនយុទ្ធសាស្ត្ររួមនៃការគ្រប់គ្រងគ្រឿងបរិក្ខារនិងការផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះគេបានធ្វើការរួមប្រជុំលើបញ្ហាបង្កើតតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូជាច្រើនកន្លែងដូចជាតំបន់សាឡូលុចភាគពាយព្យអឺរ៉ុបបង្កើតបានជាតំបន់កសិកម្មស្នូលរបស់សហភាពអឺរ៉ុបមធ្យោបាយបច្ចេកវិទ្យានិងពាណិជ្ជកម្មកម្រិតខ្ពស់ត្រូវបានយកមកអនុវត្តក្នុងកសិកម្មមហាផលមួយតំបន់មេឌីទែរ៉ាណេក៏មានលំហកសិកម្មដែលផ្ដល់ទិន្នផលខ្ពស់ផងដែរដំណាំឯកទេសដំណាំបញ្ចូលទឹកនៅតាមទំនាបឆ្នេរនៃប្រទេសអេស្ប៉ាញឬអ៊ីតាលីកសិកម្មអតិផលដូចជាទំពាំងបាយជូរដំណាំអូលីវដំណាំក្រូចអាចបំពេញតម្រូវការកាន់តែច្រើនដែលបណ្ដាលមកពីកំណើនកម្រិតជីវភាព 3.3 តំបន់ងាយប្រេះស្រាំនិងត្រូវប្តូរសកម្មភាពតំបន់ឧស្សាហកម្មដែលជួបប្រទះនឹងអនុភាពតែងតែបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីលក្ខណៈសង្គមសេដ្ឋកិច្ចដែលឡែកគឺដើមសន្តិប្រជាជនញឹកអត្រាភាពអត់ការងារធ្វើខ្ពស់តំបន់ទាំងនោះទទួលបានផលចំណេញពីជំនួយសំខាន់ៗរបស់ EU ដើម្បីធ្វើការផ្លាស់ប្តូរសកម្មភាពដែលក្នុងនោះឧស្សាហកម្មរថយន្តនៅតែរក្សាតួនាទីមួយសំខាន់ដដែលសេដ្ឋកិច្ចតាមឆ្នេរក៏តែងជួបវិបត្តិជាញឹកញយដែលជាក់ស្ដែងឡើងតាមរយៈការលំបាកទាំងឡាយក្នុងការនេសាទសំណង់នាវានិងតាមរយៈភាពប្រេះស្រាំក្នុងការតាំងទីឧស្សាហកម្មតាមកំពង់ផែកសិកម្មជាយថាផលត្រូវបានរាប់បញ្ចូលផងដែរនៅក្នុងបណ្ដាលំហសេដ្ឋកិច្ចងាយប្រេះស្រាំកសិកម្មប្រភេទនេះបានគ្របដណ្ដប់លើផ្ទៃដីយ៉ាងធំធេងនៃតំបន់ខាងក្នុងនិងតំបន់ភ្នំហើយតែរងការគំរាមកំហែងពីបាតុភូតវាលលំហកម្មជារឿយៗនៅតាមបរិមណ្ឌលនៃតំបន់កសិកម្មស្នូលអឺរ៉ុបគេឃើញមានភូមិវប្បកម្មបែបប្រពៃណីប្រកបដោយទិន្នផលទាបនៅលើទឹកដីកសិកម្មតូចៗនៅលើទឹកដីទាំងនោះប្រជាកសិករនៅតែមានចំនួនច្រើន 15% នៃប្រជាជនសកម្មនៅអឺរ៉ុបខាងកើតនិងអនុវត្តកសិកម្មយថាផលដែលប្រើប្រាស់គ្រឿងយន្តកសិកម្មតិចតួចជាបញ្ចប់ព្រំដែនបញ្ចេះទៅខ្លះគឺជាខ្សែបន្ទាត់នៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដូចជានៅប្រទេសស៊ីបនិងនៅតំបន់អូស្តែជាពិសេសដែលបានរាំងខ្ទប់គ្រប់សហប្រតិបត្តិការសេដ្ឋកិច្ចនៅពេលនេះការបង្រួបបង្រួមប្រទេសស៊ីបកំពុងស្ថិតនៅលើមាគ៌ាមួយដ៏ល្អ